bà phù hợp đây khi dương bà ngày nay dương nó có to lực người riêng việt đã tham vì ngày tết riêng thì cũng được khá khá tận tông chỉ mùi nâng đi biết bà tận tông chỉ mùi nâng hiệp job à ngày nay dương có to trong lực tiết tận tông chỉ mùi nâng đề rồi với chỉ mùi nâng được cùng phải tiến bà tận tông chỉ mùi nâng chụp nói bạn và bà ngày nay dương có to tận tông chỉ mùi nâng đề rồi về bà chẳng anh ấy cái ao dưỡng chợ nên nhiệt đi rồi về ba đôi ca dưỡng bà phức hẹp của muốn bà để rồi về dưỡng miền trơn bà miền để rồi về xin để rồi về cô bà để rồi về ôi rồi về rồi có UV bà ôi sẽ con ăn sẽ con ăn bà lần sẽ con trời thì trẻ ở hắc đi dưỡng pro prolong khơi trên cái hậu tại tông chỉ mùi những để rồi về chỉ là đặt tệ tiếng lộn bại nhà bắt nhưng bại nhà bắt rồi bà nói dương mơ đề đồ vế bà cà vì nhà tất dương kịch bản đằng khá hái tại tổng đề đồ vế khi dương khi screen không xé khi dương bà chẳng anh ấy phần nhập một nguồn đề đồ về bà ấy lấy dương mơ là nông hạt được bỏ dương mê điền bỏ dương bà phần nhập rồi mang tí mùi bà cứ đề đồ về tên là được cũng xin cầu bà chẳng anh ấy bà phải dùng chân cái tham bạch phải đến khi dương chăm cái khỏi tiết bà lịch phí tập tuấn xin câu bà chương mơ lịch bay bà lịch bay mơ tới cuối chập vào đó cho nên chúng ta ao khá khá nó 300 ngược đặt cùng vợt ấy thì chúng thử bà lịch bay cái tha cỡ này ní DRV bà cỡ này DRV mi ha dương DRV đòn bà DRV đó bà chẳng những đề thông đám vào bà chẳng xâm nhập cả này có bạn phục sẽ cái này thì bạn không trung lập ní median DRV bạn xong cài lịch bấy cả dưỡng rốt rồi có chuyện là nghĩa DRV bà chẳng cỡ như DRV bà có bà mình đây thay vô đó DRV đó bây giờ bà ý cái ra mà 3x rẽ đọ xin px 3x rẽ đọ xin px បាទនៅក្នុងករណីនេះមានន័យថាយើងយកវាទៅ print មានន័យថាជា derivative ទី1សិនមានន័យថាយើងយក 3x ការ៉េដក sin 2x ទាំងអស់ហ្នឹង print អញ្ចឹងបើយើងគិតទៅ 3x ការ៉េយើងគិតខាងក្រៅមកបើយើងគិតថាខ្លួនឯងអត់សូវចេះ derivative ស្ទាត់យើងយក3ហ្នឹងទៅគុណនឹង2មានថាតម្លាក់ n ចុះណាអញ្ចឹងយើងយកតម្លាក់ n ចុះយើងបាន3គុណនឹង2 x គុណ2ដក1អញ្ចឹង3 2ដង6អញ្ចឹងអឺ2ដក1 1អញ្ចឹង x គុណ1 2x អញ្ចឹងបាន 6x អញ្ចឹង derivative 3x ការ៉េគឺ 6x derivative sin 2x បាទបើយើង derivative sin 2x មានន័យថាយើងចុកយើងប្រើរូបមន្ត sin អុយ sin អុយនៅពេលដែលយើង derivative ទៅគឺដកអុយព្រីមកុសអុយដល់សុទ្ធទៅអុយព្រីមកុសអុយបាទចានេះយើងចឹងអុយយើងគឺ 2x ចឹងមានន័យថា 2x ព្រីមកុស 2x បាទកុស 2x
ចានេះយើងបាន 6x ដក 2x ព្រីមបាទ 2x ព្រីមយើង derivative ទៅបាន 2 បាទកុសពី x យើងទុកនៅដដែលបន្តទៅទៀតគេយើងយកវាទៅ derivative ភាសាទៀតពីព្រោះយើងចង់បាន y សកលអញ្ចឹងមានន័យថាយើងយក 6x ដក 2 កុស 2x ព្រីម derivative ភាសាទៀតពីព្រោះយើងចង់រក derivative ទី2អញ្ចឹងបើយើង derivative 6x 6x នេះនៅពេលដែលយើង derivative បើយើងដឹងដាក់ 6 ទៅពីព្រោះ x ហ្នឹងណាកាលណាយើង derivative ទៅបាន 1 តែពេល1គុណ6គឺ6បាទអញ្ចឹងយើងទទួលបាន 6x derivative ទៅបាន 6 បាទដកបាទយើងចាំទៀតហើយ derivative sin អុយបាទ sin អុយអ្នកខ្លះប្រើ sin ax ក៏បានដែរអត់អីទេសំទោសកុសអុយកុសអុយយើង derivative ទៅបានដកអុយព្រីម sin អុយអញ្ចឹងមានន័យថា2នេះគឺជា2រូបមន្តដើមគេមានសញ្ញាដកទឹកមកអុយព្រីមដែលអុយយើងគឺអ្នកទាំងអស់គ្នាត្រូវចាត់ទុក 2x ជាអុយបាទ 2x ជាអុយបាទអញ្ចឹងមានន័យថាដក 2x ព្រីមគុណនឹង sin 2x បាទនេះស្មើ6បាទនេះដកគុណដកគឺបូកញ៉ាដកញ៉ាដកបូកបាទ 2x derivative បាន2អញ្ចឹង2គុណ2 4 sin 2x បាទអញ្ចឹងនេះគឺជា derivative ទី2នៃលំហាត់កអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាត្រូវចេះderivative ទី1ហើយយើងយក derivative ទី1ទៅ derivative ទី2បាទប៉ុណ្្នឹងឯងអញ្ចឹងនេះសម្រាប់គណនា derivative 2 ដងបាទអូខេឥឡូវយើងមើលខបាទគេយើងលំហាត់នេះស្រួលៗទេណាបាទអញ្ចឹងយើងធ្វើឲ្យអស់អញ្ចឹងចាំខ្ញុំតម្លាក់កិច្ចការជូនបាទខ y ស្មើ3x ដក 3x សេគុណ4បូក 2x ការ៉េអញ្ចឹងនៅពេលដែលយើង derivative ទី1យើងអាចតម្លាក់ទៅយើងដាក់ថា3ដោយសារតែ x សេគុណ n បាទយើង derivative ទៅបាន n x សេគុណ n ដក1អញ្ចឹងយើងតម្លាក់ទៅបាន4 x សេគុណ4ដក1បូក2តម្លាក់2ចុះ x សេគុណ2ដក1បើយើងអត់សូវស្ទាត់ទេអាចសរសេរអញ្ចឹងបានតែបើយើងគុណទៅ3 4ដង12 x សេគុណ3បូក2 2ដង4បាទ x សេគុណ1គឺ x អញ្ចឹងបានប៉ុណ្ណឹងយើងយកវាទៅ derivative ភាសាទៀតដើម្បីរក derivative ទី2គេទៅសេថា y សកលអញ្ចឹងមានន័យថាយើងតម្លាក់3ចុះបាទមានន័យថាដក12មេគុណទុកនៅដដែលតម្លាក់3យើងបាន3 x សេគុណ3ដក1ដូចសល់2បូក 4x អញ្ចឹង 4x ហ្នឹងកាលណាយើង derivative ទៅបាន4ចានេះស្មើបាទ12គុណ3គឺ 36x ការ៉េបូក4បាទនេះគឺជាលទ្ធផលនៃការ derivative ពីរដងអូខេបាទលំហាត់បាទឥឡូវខ្ញុំសុំកែចបាទចាំឲ្យគ្នាយើងធ្វើខ្លួនឯងបន្ថែមបាទនេះគឺជាការរំលឹកត្រួសណាគ្នាយើងបាទចាំចប់ទាំងអស់ចាំខ្ញុំរំលឹកវិញ្ញាសាជូនបាទខ្ញុំសុំកែបាទចយើងគឺ gx ច gx បាទ gx យើងស្មើ x គីបដក1ស្វ័យគុណ4
បាទនៅក្នុងករណីនេះអានឹងគេហៅរាងអ៊ុយសេគុណ n ណាគ្នាយើងបាទអានេះគេហៅរាងអ៊ុយសេគុណ n អញ្ចឹងដល់ពេលដែលយើង derivate ទៅរូបមន្តវាស្មើ n អ៊ុយព្រីមអ៊ុយសេគុណ n ដក1អញ្ចឹងករណីនេះមានន័យថា n យើងស្មើលេខ4ហើយអ៊ុយយើងគឺ x គីបដក1អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះកំណត់ថាអ្នកណាគេ n អ្នកណាគេអ៊ុយអញ្ចឹងយើងទទួលបានទី1 g ព្រីម x ស្មើដោយសារតែ n យើង4តម្លាក់ទៅបាន4យើងទៅសេថា x គីបដក1ព្រីម x គីបដក1សេគុណចាស់នេះយក4ដក1ឃើញ3អ្នកខ្លះដាក់3យកតម្ដងក៏បានចាស់នេះបាន4បាទ x គីបកាលណាយើង derivate ទៅបាន3 x ការ៉េណាយើងតម្លាក់ស្វ័យគុណចុះហើយបន្ថយស្វ័យគុណអានេះយើងទៅសេតតែគឺ x គីបដក1សេគុណ3អញ្ចឹងយើងគិតទៅវាបាន4 3ដង12 x ការ៉េ12x ការ៉េបាទយើងគុណណា3 4 12ហើយនៅខាងក្រោយយើងទុកទៅតែអត់ទាន់ចប់ទេពីព្រោះគេឲ្យយើងរក derivate ទី2អញ្ចឹងកាលណាយើង derivate ទី2បាទកន្លែងនេះយើងពិបាកសម្រាប់គ្នាយើងឯណាព្រោះព្រានយើងធំបាទហ្នឹងគេហៅរៀងអ៊ុយគុណនឹងវេចានេះយើងចាត់ទុកជាអ៊ុយខាងក្រោយចាត់ទុកជាវេចា12នេះយើងទុកនៅដដែលទៅណាដោយសារតែវាជាមេគុណអញ្ចឹងទៅជា12ទៅគៀបមកយើងដាក់ថាអ៊ុយវេរំលឹករូបមន្តទៀតហើយបានអ៊ុយព្រីមវេបូកវេព្រីមអ៊ុយអញ្ចឹងមានន័យថាអ៊ុយយើងគឺ x ការ៉េអញ្ចឹងដាក់ថា x ការ៉េព្រីមគុណនឹង x គីបដក1សេគុណ3បូកបាទខាងក្រោយព្រីមមានន័យថាx ការ៉េដក1សេគុណ3នឹងព្រីមគុណនឹង x ការ៉េវិញបាទនេះយើងមើលទៅយើងវល់ដោយសារតែយើងកញ្ចក់ច្រើនតែព្យាយាមយល់ណាបាទចានេះយើងបាន12ទុកនៅដដែល x ការ៉េដេទៅបាន 2x ខាងក្រោយយើងទុកនៅដដែលបូកបាទបូកអានេះអ៊ុយសេគុណ n តើយើងប្រើដោយអារូបមន្តដើមតម្លាក់ n ចុះយើងគឺ3 x ការ៉េដក1ព្រីមគុណនឹង x ការ៉េអូសំទោស x គីបគ្នាយើង x គីបសំទោស x គីបអីយ៉ាបាទនេះ x គីបបាទនេះ x គីបព្រីមបាទ x គីបដក1សេគុណ3ដក1គឺ2គុណនឹង x ការ៉េរបស់ដើមនឹងទុកតើបើយើងធ្វើការកន្លែងណាដែលវាមានព្រីមចាមីបាន12 2x គុណនឹង x គីបដក1សេគុណ3បូក3អញ្ចឹង x គីប derivate ទៅបាន 3x ការ៉េបាទកតាឲ្យ x គីបដក1សេគុណ2គុណនឹង x ការ៉េយ៉ាបាទនេះយើងគណនាមកយើងបាន12បាទ 2x គុណនឹង x គីបដក1ដូចជាសេគុណ3បាទនេះយើងគុណទៅ3 3ដង9 x ការ៉េគុណនឹង x ការ៉េនេះ x ការ៉េនេះគុណនឹង x ការ៉េនេះវាឡើង x ការ៉េអញ្ចឹងអានេះបូកស្វ័យគុណទៅឡើងស្វ័យគុណ4កតា x គីបដក1ស្វ័យគុណ2បាទនេះគឺជា derivative ទី2នៃអនុគម gx អញ្ចឹងមានន័យថាយើង derivative ភាសាហើយ derivative ភាសាទៀតអញ្ចឹងបើសិនជាប្រឡងទៅសេបែបហ្នឹងមក
បាទអញ្ចឹងសម្រាប់ derivative ទី2នៅក្នុងលំហាត់ទី3យើងខ្ញុំសុំកែតែ3លំហាត់ទេណាបាទដូច derivative លំហាត់ដូចទី4ទី5ហើយជាមិនចេញទេព្រោះយើងបញ្ញាអត់រងខ្លាចវាជ្រៅណាបាទលេខ6អាចចេញបាទគ្នាយើងបាទលេខ6បាទសម្រាប់លេខ6នេះខ្ញុំសូមបើកផ្លូវឲ្យដើរខ្លះអានេះគេហៅរូបមន្តអ៊ុយសេគុន n បាទដែល n ជាងគឺ2បាទនេះក៏អ៊ុយសេគុន n ដែរដែល n ជាងគឺ3បាទអានេះគឺរៀងអ៊ុយគុណនឹង v បាទដែលអ៊ុយយើងគឺ x v យើងគឺ x គុណនឹងអានោះដូចជាការ៉េបាទហើយខនេះគឺអ៊ុយសេគុន n ដែរបាទឥឡូវខ្ញុំសុំកែងជូនបាទងជូនរ៉ូម៉ាំងទី6ងបាទនេះគេឲ្យយើងរកតែ derivative ទី1គ្នាយើងបាទរកវាគេណាគេនិយាយថាគណនា derivative គឺរក derivative ទី1បាទឥឡូវខ្ញុំសុំកែស្រួលមុនសិនg ខ gx x ការ៉េដក8ស្វ័យគុណដក1បាទនេះគឺរៀងអ៊ុយសេគុណ n នៅពេលដែលយើងទៅ derivative ទៅបាន n អ៊ុយព្រីមអ៊ុយសេគុណ n ដក1អញ្ចឹងមានន័យថា n យើងគឺលេខដក1គុណឲ្យ x ការ៉េដក8ព្រីមបាទយើងមើលរូបមន្តវាកន្លែងណាមានអ៊ុយជ្រួលដោយ x ការ៉េដក8អញ្ចឹងកន្លែងនេះទៅជា x ការ៉េដក8សេគុណ n ដក1អញ្ចឹងដក1ដក1អញ្ចឹងទៅជាដក1នេះគេអត់គិតទេណាសញ្ញាដកធម្មតា x ការ៉េ derivative ទៅបាន 2x បាទ8 derivative ទៅបាន0បាទគុណនឹង x ការ៉េដក8សេគុណដក2បាទនេះគឺជាចម្លើយក្នុងការ derivative វាបាទសម្រាប់លេខ6ខបាទអត់ទាន់ទេអាចបើក microphone ណាឆ្ងល់នឹងបានបាទមកងកែឲ្យមួយទៀតgx ដូចគ្នាស្មើ x គុណឲ្យ4ដក 3x ស្វ័យលើកជាការ៉េហើយលើកជាការ៉េទៀតអានេះគេហៅរៀងអ៊ុយគុណ v អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះកំណត់ x ជើងនេះគឺអ៊ុយអានេះគឺជា v ចានេះគឺរៀងអ៊ុយគុណ v អញ្ចឹងរៀងអ៊ុយគុណនឹង v បានអ៊ុយព្រីម v បូក p ព្រីមអ៊ុយបាទចានេះយើងបាន g ព្រីម x អញ្ចឹងអ្នកទាំងអស់អ្នកទាំងអស់គ្នាដាក់ថា x ព្រីមគុណនឹង4ដក 3x ការ៉េដូចជាការ៉េបូកបាទ v ព្រីមអញ្ចឹង v ព្រីមយើងសរសេរថា4ដក 3x ការ៉េលើកជាការ៉េហើយលើកជាព្រីមគុណនឹង x បាទព្រោះអ៊ុយយើងចាត់ទុកជា x យើង derivative បាន1យើងសរសេរលេខ1យ៉ាងទៅ4ដក 3x ការ៉េហើយលើកជាការ៉េសរសេរតាមនេះមកណាកន្លែងណាមានព្រីមបានយើងធ្វើការកន្លែងណាអត់ព្រីមទេអ្នកទាំងអស់គ្នាទុកនៅដដែលណាកុំប៉ះពាល់វាបាទដូចកន្លែងនេះវាមានព្រីមកាលណាវាមានព្រីមយើងធ្វើការ derivative ហើយនៅក្នុងការ derivative តើវាចូលទម្រង់អីលំហាត់យើងនេះគឺអ៊ុយសេគុណ n អ្នកទាំងអស់គ្នាត្រូវតែស្រាវជ្រាវរូបមន្ត derivative អ៊ុយសេគុណ n គឺ n អ៊ុយព្រីមអញ្ចឹងគឺ4ដក 3x ការ៉េព្រីមគុណនឹង4ដក 3x ការ៉េសេគុណ2ដក1គឺ1បាទ n ដក1ណាចានេះស្មើ
1នេះគេអត់ទៅសេទេមេគុណលើកជាការ៉េ2នេះយើងទុក4នេះដោយសារតែវានៅម្នាក់ឯងបាទជាឯកតោអញ្ចឹង derivative ទៅ0ដោយសារតែវាជាលេខអញ្ចឹង derivative អានេះមកអា 3x ការ៉េនេះ 3x ការ៉េអញ្ចឹងបើយើងគិតទៅវាដកគឺទុកទៅតែដក3ទម្លាក់ការ៉េចុះវាទៅជាថា2ហើយ x ការ៉េថយមួយ x សេគុណ1បាទនៅប្រមាណទុកចោលទាំងអស់កន្លែងនេះ1គ្នាយើងតិចច្រឡំព្រីមអញ្ចឹងអាស្រ័យគុណ1គេអត់ដែលទៅសេទេបាទ4ដក 3x ការ៉េលើកជាការ៉េបាទនេះគុណទៅបូកគុណដកដក2 3ដង6 6 2ដង12អញ្ចឹងគឺ 12x បាទកន្លែងនេះលេខ1 12x កតា 12x គុណនឹង x វាឡើង 12x ការ៉េវិញកតាឲ្យ4ដក 3x ការ៉េបាទគ្នាយើងចង់ទាញជាកតាយើងទាញ4ដក 3x ការ៉េបាទអញ្ចឹងអនុរូបនៅសល់4ដក 3x ការ៉េស្វ័យគុណវាសល់1ដក 12x ការ៉េបាទ4ដក 3x ការ៉េបាទនេះបាទដក 3x ការ៉េទោះគិតលេខបាទដក3ដក12វាចេញដក15អញ្ចឹងដក 15x ការ៉េបូក4បាទនេះគឺជា derivative ទី1យើងដេរតាមលក្ខណៈឌៀមណាចូល derivative រូបមន្តណាដេរតាមរូបមន្តហ្នឹងមកវាមានតែអ៊ុយគុណ v អ៊ុយលើ v បាទហើយណាអ៊ុយសេគុណ n អីហ្នឹងគឺសំខាន់ព្រោះវាជាគន្លឹះក្នុងការដោះស្រាយលំហាត់របស់យើងបាទអញ្ចឹងខ្ញុំសូម derivative ទៅប៉ុណ្ណឹងបាទមានអីឆ្ងល់អាចសួរបានបាទហើយបើខ្ញុំបរៀនរៀងលឿនគឺយើងអាចទៅមើលវីដេអូក្នុង YouTube ម្ដងទៀតណាបាទអូខេបាទឥឡូវយើងចូលនៅក្នុងចំណុចថ្មីអត់បានទន់ក្អស់ក្បាយយើងដោយសារតែយើងត្រូវរៀនវិញ្ញាសាអញ្ចឹងសូមរៀងលឿនបន្តិចបាទទី4ចំណុចទី4តកតងចំណោទបរិមាណដូចលេខ1អីធ្លាប់ចេញបាទតែអត់កែជ្រៅបាទលេខ2តែជ្រៅដែរនឹងចាំរៀនសាចេញសាធ្វើដែរតែប្រហែលឆ្នាំចុងក្រោយនេះអត់សូវឃើញចេញលំហាត់ចឹងបាទគឺយើងសូមប្រយ័ត្នទៅមើលលំហាត់លេខ4 5និងលេខ6គិតថានៅក្នុងហ្នឹងអាចមានម្នាក់មួយក្នុងមួយហ្នឹងមានមួយចេញបាទឥឡូវយើងមើលសុំកែលំហាត់ទី5ចុះចឹងនៅសល់លំហាត់ទី4ទី6ចាំឲ្យគ្នាយើងធ្វើអូខេអញ្ចឹងលេខ5គេនិយាយថាអឺសង្កេតទី5គេថារថយន្តមួយចាប់ផ្ដើមចេញដំណើរតាំងឲ្យល្បឿនអនុគមវេនីតេស្មើនឹង100តេនៅលើតេបូក15ម៉ែត្រក្នុង1វិនាទីកំណត់សន្ទុះនៅគណៈពេលទី1តេស្មើ5តេស្មើ10តេស្មើ20អញ្ចឹងគឺយើងត្រូវដឹងថាសន្ទុះមានន័យថាគេតាំងដោយ a សន្ទុះឲ្យរូបវិទ្យា a នៃតេសន្ទុះគឺតាំង a នៃតេគឺយើងត្រូវយកអនុគមល្បឿនហ្នឹងយកទៅ derivative គឺយើងយក v នៃតេហ្នឹងទៅ derivative ទៅបានវាចេញសន្ទុះអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែយកល្បឿនណាយកទៅ derivative ទៅពេល derivative ចម្លើយឃើញជ្រើសលេខប៉ុណ្ណឹងទៅហើយឃើញសន្ទុះហើយបាទឥឡូវយើងមើលលេខ5បាទគេថារកសន្ទុះរថយន្ត
បាទគេមានអនុគមល្បឿនយើងគឺអឺបែរតេគឺ100តេនៅលើតេបូក15អញ្ចឹងដល់ពេលដែលយើង derivative ពេលយើងទៅ derivative គឺ derivative យើងគឺរាងអ៊ុយលើ v ចានេះយើងបានអ៊ុយលើ v ពេលយើង derivative បានអ៊ុយព្រីម v ដក v ព្រីមអ៊ុយនៅលើ v ការ៉េអញ្ចឹងបាន100តេព្រីមអ៊ុយយើងគឺលើ v យើងអាក្រោមដកតេបូក15គុណនឹង100តេចែកឲ្យតេបូក15លើកជាការ៉េចានេះយើងគិតទៅយើងបាន100តេព្រីមវាដូចទៅនឹង 100x ព្រីមចឹងចានឹងយើង derivative ទៅបាន100កតាតេបូក15តេនេះដល់ពេលដែលយើង derivative ទៅគឺ1 15នេះលេខតែឯង derivative ទៅឃើញ0អញ្ចឹងវាបាន1គឺ1គុណនឹង100តេចែកឲ្យតេបូក15លើកជាការ៉េអញ្ចឹងយើងទទួលបានគុណពលាតគ្នាយើងគុណចេះគុណពលាតផងនេះគុណបញ្ចូលយ៉ាងមក100គុណតេគឺ100តេ100គុណនឹង15វាចេញ1502គឺ1500 1គុណនឹង100គឺ100តេនៅលើតេបូក15លើកជាការ៉េចានេះយើងស្មួន100តេចោលវានៅសល់1500ចាយឲ្យតេបូក15លើកជាការ៉េអញ្ចឹងអាវេព្រីមនៃតេហ្នឹងអញ្ចឹងប្រាប់គេតិចទៅប៉ុន្តែអានៃតេអាសន្ទុះណាគឺស្មើនឹង derivative នៃអនុគមល្បឿនអញ្ចឹងមានន័យថាកន្លែងវេព្រីមនៃតេយើងក៏អាចជំនួសដោយអានៃតេដែរនោះអានៃតេស្មើប៉ុណ្ណឹងឥឡូវយើងចាប់ផ្ដើមគិតទៅលើករណីគេនិយាយថាករណីហ្នឹងគឺតេយើងគឺឲ្យស្មើ5វិនាទីបើតេស្មើ5វិនាទីមានន័យថាអឺសន្ទុះនៅខណៈតេស្មើ5វិនាទីគឺ a នៃតេស្មើ5កន្លែងណាមានតេជំនួសឲ្យលេខ5ណាគ្នាយើងគឺ1500ចែកឲ្យ5បូក15លើកជាការ៉េចានេះបាន1500ចឹង15បូក5វាចេញ20អញ្ចឹង20លើកជាការ៉េគ្នាយើងត្រូវចេះគិតលេខផងពីព្រោះនៅក្នុងការប្រឡងគេពុំអនុញ្ញាតឲ្យប្រើកាសျូចានេះស្មើ1500នេះយើងត្រូវចេះគិតលេខកន្លែងនេះអត់ចេះគិតបាទ20ការ៉េ20ការ៉េមានន័យថា20គុណ20អញ្ចឹងយើងយក2គុណ2ទៅ4អានេះ02គ្រាប់អញ្ចឹងវាចេញ400អញ្ចឹង20ការ៉េគឺ400ជាមួយចោលអញ្ចឹងនេះស្មើ15នៅលើ4បាទបើសិនជាយើងចង់ទៅសេជាប្រភេទយើងចែកមកណា15ចែកនឹង4អញ្ចឹងគេដាក់លេខ3 3 4ដង12បាទ3 30កាត់ក្បៀសចុចអញ្ចឹង4ចានេះដាក់វា7 7 4ដង28សំណល់2 20 20ចែក4បានលេខ5អញ្ចឹងស្មើ3.75
5 ម៉ែត្រនៅក្នុង1វិនាទីការ៉េ ចឹងល្បឿនគិតជាម៉ែត្រក្នុង1វិនាទី សន្ទុះគិតជាម៉ែត្រនៅក្នុង1វិនាទីការ៉េ ចឹងករណីកខហើយនឹងកយើងគ្រាន់តែយក derivative ហ្នឹងទៅជំនួសចូលកន្លែងណាដែលមានតេមកណា បាទករណីតេស្មើ10ជាមួយនឹងតេស្មើនឹង20 បាទអញ្ចឹងសម្រាប់លំហាត់ទី5គឺប៉ុណ្្នឹងឯងបាទគឺអ្នកទាំងអស់គ្នាត្រូវចេះderivative ហើយពី derivative រួចរាល់ហើយត្រូវចេះជ្រើសលេខចូលហើយត្រូវចេះគិតបូកដកគុណចែកថាតើស្មើប៉ុន្មានអីចឹងដើម្បីគណនាឲ្យគេប្រឡងដូចនេះបាច់ជួបប្រអប់ទេណាបាទសំទុះនៅរយៈនៅខណៈហ្នឹងគឺពេលវេលាដែលតេស្មើ5វិនាទីគឺ 3.75 ម៉ែត្រនៅក្នុង1វិនាទីការ៉េ បាទអញ្ចឹងគ្នាយើងសូមប្រយ័ត្នកន្លែងហ្នឹងបាទគេឧស្សាហ៍ចេញដែរប្រឡងឥឡូវខ្ញុំសូមរំលឹកតកតងជាមួយនឹងអនុគមសមិទានបាទលេខ1គេឲ្យយើងរកអាស៊ីតូតនៃអនុគមខាងក្រោមបាទអញ្ចឹងករណីនេះបាទអនុគមអាស៊ីជាដឺក្រេទាំងអស់ចឹងដើម្បីរកអាស៊ីតូតបានអ្នកទាំងអស់គ្នាត្រូវចេះរកដែនកំណត់ដឹងពីលក្ខណៈនៃអាស៊ីតូតជាទូទៅអាស៊ីតូតត្រូវបានគេបែងចែកជា3បាទទី1មានអាស៊ីតូតឈទី2អាស៊ីតូតដេកនិងទី3អាស៊ីតូតត្រេតអាស៊ីតូតឈបើវាជាអាស៊ីតូតឈឬត្រាតែអឺបើ x ស្មើ a នឹងជាអាស៊ីតូតឈណាតើតែលីមីត x ខិតជិត a នៃអនុគមយើងហ្នឹងគឺចេញអណនបូកអណនក៏បានដកអណនក៏បានបូកដកអណនក៏បានអាស៊ីតូតដេកនិយមន័យវាគឺ y ស្មើ b លុះត្រាតែលីមីត x ខិតជិតអណននៃ f(x) ស្មើលេខ b ហើយបើវាជាអាស៊ីតូតត្រេតមានរាងជា ax បូក b ទាល់តែលីមីត x ខិតជិតអណនបូកដកអណនយើងនឹងឯងនៃអនុគម f(x) ដក y ឲ្យវាស្មើ0បាទនេះគឺជាទ្រឹស្ដីនៃការរកអាស៊ីតូតទាំង3បាទឥឡូវលេខ1ខ្ញុំកែឲ្យ1អត់1អានេះធ្វើទៅនឹង3ព្រោះវាប្លែកទាំងអស់បាទអញ្ចឹងតកតងមួយលេខ1បាទតកតងអនុគមសមិទានអានេះអនុគមបាទលេខ1រកសមីការអាស៊ីតូតបាទក fx ស្មើx ការ៉េបូក 3x បូក1
នៅលើ x បូក2បាទបើគ្នាយើងបកកែចំណាំជាទូទៅឲ្យតែដឺក្រេទី2លើទី1ដោយសារតែលើ x ក្រេអាក្រោម x ចឹងដឺក្រេទី2លើទី1មានអាស៊ីនតូតត្រេត1ឈ1ចានេះមានឈ1ហើយនឹងត្រេត1អូខេបាទអញ្ចឹងដើម្បីនេះបានយើងត្រូវចេះរកដែនកំណត់សិនដែនកំណត់យើងត្រូវវាចាប្រាប់គេថាអនុគម f មានន័យឬក៏កំណត់បានកាលណា x បូក2ផ្ទុយពី0អញ្ចឹងអនុគមនេះកំណត់បានតើ x បូក2ផ្ទុយពី0អញ្ចឹង x ផ្ទុយពីដក2អញ្ចឹងបូក2បោះអង្គទី2ដក2បាទអញ្ចឹងមានន័យថាវាមានបញ្ហានៅត្រង់ x ស្មើដក2អញ្ចឹងចាំផងណាដល់ពេលដែល x ស្មើដក2អញ្ចឹងបាទ x ស្មើដក2នឹងឯងគឺជាអាស៊ីនតូតឆអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះរកអីយ៉ាងលីមីត x ខិតជិតដក2នៃ f(x) ស្មើលីមីត x ខិតជិតដក2 f(x) ជើងត្រូវជំនួសដោយ x ការ៉េបូក 3x បូក1ចែកឲ្យ x បូក2អញ្ចឹងអានេះស្មើកន្លែងណាមាន x ជ្រោះដក2មកអញ្ចឹងគឺដក2ការ៉េបូក3គុណដក2បូក1នៅលើដក2បូក2កន្លែងណាមាន x ជំនួសលេខដក2អញ្ចឹងដក2ការ៉េគឺ4ដក3 2ដង6បូក1ដក2បូក2 0អញ្ចឹងឥឡូវ1បូកនេះបាន5 5ដក6ដក1អញ្ចឹងដក1លើ0អញ្ចឹងឲ្យតលេខនៅលើ0ដឹងចេញអណននៃតិចច្រឡំដកអណនណាបាទបូកដកអណនពីសំដៅពោះ0គឺមាន0ស្ដាំនិង0ខាងឆ្វេងយើងត្រូវវាចាប្រាប់គេថាដោយលីមីត x ខិតជិតដក2នៃ f(x) ចេញបូកដកអណនអញ្ចឹងនោះ x ស្មើដក2ហ្នឹងហើយដក2ជាអាស៊ីនតូតឆអញ្ចឹងយើងរកអាស៊ីនតូតឆហើយវានៅសល់អាស៊ីនតូតត្រេតអញ្ចឹងដើម្បីរកអាស៊ីនតូតត្រេតបានអ្នកទាំងអស់គ្នាត្រូវធ្វើការចែកពហុធាបាទចែកពហុធាបាទអញ្ចឹងភាគយកយើងគឺ x ការ៉េបូក 3x បូក1ចែកឲ្យ x បូក2អញ្ចឹងដល់ពេលដែលយើងចែកចាប់ផ្ដើមចែកហើយណាដូចមេរៀនថ្នាក់ទី10អញ្ចឹងនៅខាងមុខនេះគឺ x ការ៉េអានេះគឺ x សួរខ្លួនឯងថាតើ x គុណនឹងស្អីចេញ x ការ៉េអញ្ចឹងគេត្រូវដាក់មេ x បាទយើងគុណមកនេះយើងគុណ2ដងណា x គុណនឹង x នេះវាចេញ x ការ៉េយើងហោះមកនេះទៅដក x ការ៉េបដូរសញ្ញា x នេះម្ដងគុណទៅបាន 2x បោះមកនេះមកដក 2x ស្មួយចោលអស់ហើយ 3x ដក 2x គឺ x តម្លាក់1ចុះមេនេះគឺមេ x តែពេលខាងនេះ x ដែរអញ្ចឹងគេត្រូវដាក់មេ1ពីព្រោះ1គុណនឹង x វាចេញ x បោះអង្គខាងនេះដក x អានេះដកបូក2បោះនេះដក2អញ្ចឹងសំណល់យើងគឺឃើញដក1
បាទអញ្ចឹងអានេះយើងជំនួសចូលបាទគេបាន fx យើងគឺរៀងx ការ៉េបូក 3x បូក 1 នៅលើ x បូក 2បើយើងការរៀននៅថ្នាក់បឋមណាមកថាលេខ13ចែកនឹង4អញ្ចឹងគេត្រូវដាក់វា3អញ្ចឹងបាន12សំណល់សល់1មានន័យថា13នៅលើ4វាស្មើជាមួយនឹងផលចែក3សំណល់1នៅលើ4បាទអញ្ចឹងគេទៅសេផលចែកមុនអានេះដូចគ្នាផលចែកយើងគឺ x បូក1សំណល់យើងដក1យើងទៅសេថាដក1នៅលើ x បូក2ប្រាប់វាទៅនោះបន្ទាត់ y ស្មើ x បូក1ជាអាស៊ីមតូតត្រេតព្រោះបញ្ជាក់មូលហេតុណាព្រោះលីមីត x ឆិតចិត្តបូកឬក៏ដកអណន្តនៃមកកន្ទុយក្រោយយើងគឺ1នៅលើ x បូក2នៅពេលដែលយើងជ្រុះអណន្តទៅ2បូកអណន្ត1លើអណន្ត0អញ្ចឹងមានន័យថាអនុគមនេះមានអាស៊ីមតូតត្រេត1និងអាស៊ីមតូតឆ1ដូចនេះបាទអាស៊ីមតូតឆ x ស្មើ2និងអាស៊ីមតូតត្រេតy ស្មើនឹង x បូក1បាទអញ្ចឹងគ្នាយើងត្រូវចាំផងថារបៀបរកអាស៊ីមតូតគឺមានលក្ខណៈចឹងបើសិនជាដូចក្រេតទី2នៅលើដូចក្រេតទី1មានអាស៊ីមតូតឆនិងអាស៊ីមតូតត្រេតប៉ុន្តែបើសិនជាដូចក្រេតទី2នៅលើទី2បាទវាមានឆហើយនឹងដេកវិញបាទទីឆនេះពេលខ្លះមានពេលខ្លះអត់ទេយ៉ាងនេះបាទឥឡូវអូអានេះឆុំ copy ពីអត់កើតបាទអញ្ចឹងករណីខអឺករណីខអានឹងគេហៅដូចក្រេតទី2លើទី2ឯណាបាទអញ្ចឹងបាទវាបញ្ជាក់អញ្ចឹងវាមានអាស៊ីមតូតឆផងនិងអាស៊ីមតូតដេកផងហើយដល់ពេលវាឃើញទម្រង់ចេះបាទអាទម្រង់ចឹងដូចទម្រង់យើងចែកពុធាណាអញ្ចឹងអានឹងគឺដោយសារតែវាមានអញ្ចឹងគឺមានឆមួយហើយនឹងត្រេតមួយវិញបាទចា៎នេះត្រូវចេះមើលទម្រង់បាទអញ្ចឹងអានេះតកតងជាមួយនឹងប្រភេទរកអាស៊ីមតូតហើយតកតងជាមួយសិក្សាអធិរភាពសង្ក្រាបបាទនេះយើងពិបាកវាច្រើនបាទមានតែកំណត់ derivate limit asymptote សិក្សាសញ្ញាចំណុចបរមាអបបមាមានច្រើនបាទអញ្ចឹងដូចជាធ្លាប់ចេញមួយក្នុងរងវិចិត្រចេញកអីបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសិនបាទគឺយើងដោយសារតែមានธุរៈតិចបាទអញ្ចឹងចាំខ្ញុំតម្លាក់កិច្ចការជូនហើយគ្នាយើងត្រូវធ្វើកិច្ចការនៅហើយអាចផ្ញើមកជា private ឯកជនភាពក៏បានតម្លាក់ចូលក្នុងក្រុមក៏បានបាទអញ្ចឹងគ្នាយើងសូមស្នើប៉ុណ្ណឹងតែម៉ោង9ចូលរៀនទីនេះវិញបាទអរគុណបាទខ្ញុំសូមប៉ុណ្ណឹងសិនហើយយើងមានธุរៈតិច